មេតិចអញ្ចឹងណាបានញ៉ាំបបរគ្រឿងក្តៅដឹងតែឆ្ងាញ់ណាបងប្អូនជាពិសេសគឺទឹកបបរនឹងតែម្ដងពេលដែលយើងហត់ក្តៅទៅនិយាយពីថាបែកញើសខ្ចាយស្រួលខ្លួនខ្លាំងមែនតែនហើយត្រូវនឹងឥឡូវនេះអាកាសធាតុខ្យល់បក់មកតិចអញ្ចឹងណាបានញ៉ាំបបរក្តៅនិយាយពីថាជាតិអើយសែនជាតិចំពោះការធ្វើបបរគ្រឿងបកានេះអត់មានអីពិបាកឯណាបងប្អូនគឺងាយស្រួលធ្វើខ្លាំងមែនតែនក្លិនក៏ឈ្ងុយចំណែកឯរសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរសម្រាប់គ្រឿងផ្សំដែលនាងខ្ញុំត្រូវការគឺបង្គានឹងឯងហើយមុននឹងយកមកធ្វើគឺនាងខ្ញុំបានបកសម្បកនិងលាងទឹកឲ្យស្អាតរួចយើងទុកមួយឡែកបន្ទាប់មកនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចដាក់ខ្ទឹមមកបំពងឲ្យឡើងក្លិនឈ្ងុយមើលតែថាខ្ទឹមរបស់យើងឡើងក្លិនឈ្ងុយល្អហើយនាងខ្ញុំបានចាក់ក្បាលបង្គាចូលរួចនាងខ្ញុំបានកូរក្បាលបង្គានឹងចុះឡើងមើលតែថាក្បាលបង្គានឹងឡើងពណ៌ក្រហមល្អហើយគឺយើងអាចចាក់ទឹកចូលបានហើយណាងាកមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតជាដំបូងគឺនាងខ្ញុំដាក់ប្រេងឆាទុកឲ្យក្តៅរួចនាងខ្ញុំបានដាក់ខ្ទឹមសចូលទៅរំលីងឲ្យឡើងក្លិនឈ្ងុយមើលតែថាខ្ទឹមរបស់យើងឡើងក្លិនឈ្ងុយនិងពណ៌ក្រហមល្អប៉ុណ្នេះហើយនាងខ្ញុំបានដួសទុកពាក់កណ្ដាលដើម្បីទុកដាក់រោយពីលើបបររបស់យើងហើយសម្រាប់ខ្ញីវិញនាងខ្ញុំបានយកមកដាក់រំលែងឲ្យឡើងក្លិនឈ្ងុយសម្រាប់ខ្ញីបងប្អូននៅពេលដែលយើងយកទៅដាក់នៅក្នុងបបរគ្រឿងរបស់យើងជួយឲ្យបបររបស់យើងនឹងមានក្លិនឈ្ងុយហើយថែមទាំងជួយកាត់ក្លិនឆ្អាបរបស់គ្រឿងសមុទ្រថែមទៀតណាបងប្អូនមើលតែថាខ្ញីរបស់យើងរៀងក្រៀមល្អហើយនាងខ្ញុំបានដួសទុកមួយឡែករួចយើងចាក់អង្ករចូលឆាហើយសម្រាប់ការឆានេះដែរយើងឆាឲ្យអង្ករនឹងឡើងស្ងួតពេលដែលយើងឆាអង្ករស្ងួតល្អយកទៅដាក់នៅក្នុងបបរគឺបបររបស់យើងនឹងអត់រីកខ្លាំងទេណាបងប្អូនហើយសំខាន់ណាជួយឲ្យរសជាតិបបរយើងនឹងរឹតតែឆ្ងាញ់មើលតែថាអង្កររបស់យើងរៀងស្ងួតហើយនាងខ្ញុំបានចាក់ហើយប៊ីយឺហឺជាមួយនឹងផ្សិតក្រៀមចូលហើយនាងខ្ញុំបានបន្ថែមម្សៅស៊ុបបន្តិចប៊ីចេងបន្តិចដើម្បីឲ្យអង្កររបស់យើងនឹងមានជាតិបន្ទាប់ពីនាងខ្ញុំបានឆាអង្កររួចរាល់ហើយឥឡូវងាកមកមើលទឹកស៊ុបរបស់យើងវិញម្ដងពេលដែលទឹកស៊ុបយើងពុះគឺនាងខ្ញុំបានស្រង់ក្បាលបង្គានឹងចេញណាបងប្អូនបន្ទាប់មកនាងខ្ញុំបានដាក់ឆ្អឹងស៊ុបចូលហើយសម្រាប់ឆ្អឹងស៊ុបនេះដែរមុននឹងយកមកដាក់នេះគឺនាងខ្ញុំបានស្រុះទឹកក្តៅចោលសិនណាដើម្បីកាត់ក្លិនឆ្អាបហើយសម្រាប់ការ៉ុតជាមួយនឹងថៃថានាងខ្ញុំដាក់មើមដូចគ្នាហើយនាងខ្ញុំបានបន្ថែមហើយប៊ីនិងយីហឺចូលដែរបន្ទាប់ពីដាក់ឆ្អឹងស៊ុបជាមួយនឹងគ្រឿងក្រូវចូលអស់ហើយនាងខ្ញុំបានបន្ថែមគ្រឿងផ្សំរសជាតិចូលតាមក្រោយហើយសម្រាប់គ្រឿងផ្សំរសជាតិនាងខ្ញុំប្រើម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេហើយសម្រាប់ស្ករនាងខ្ញុំប្រើជាមួយនឹងស្ករត្នោតជួយធ្វើឲ្យទឹកស៊ុបរបស់យើងហ្នឹងពេលដែលរំងាស់ទៅមានជាតិឆ្ងាញ់ជាងស្ករសណាបងប្អូនពេលដែលយើងដាក់គ្រឿងក្រូវជាមួយនឹងគ្រឿងផ្សំចូលរួចរាល់អស់ហើយបងប្អូនកុំភ្លេចគៀបពពុះខាងលើនឹងចេញផងណាបងប្អូនដើម្បីឲ្យទឹកស៊ុបរបស់យើងហ្នឹងពេលដែលរំងាស់ចេញទៅគឺទឹកស៊ុបរបស់យើងនឹងថ្លាល្អមើលតែថាយើងដាក់គ្រឿងក្រូវនិងគ្រឿងផ្សំត្រូវចិត្តអស់ហើយបន្ទាប់មកនាងខ្ញុំបានចាក់អង្ករដែលយើងបានឆាទុកអំបញ្ញមិញហ្នឹងចាក់ចូលទាំងអស់តែម្ដងពេលដែលយើងដាក់អង្ករចូលហើយយើងប្រើពេលរំងាស់អត់យូរទេណាបងប្អូនប្រហែលតែ15នាទីអីគឺយើងបានញ៉ាំបបរនឹងក្តៅហើយមើលតែថាអង្កររបស់យើងរៀងរីកបន្តិចហើយនាងខ្ញុំបានដាក់ផ្សិតច្បាំងប៉ាតេជាមួយនឹងប្រហិតចូលបន្ទាប់ពីយើងដាក់ប្រហិតសាច់គោជាមួយនឹងប៉ាតេចូលរួចរាល់ហើយនាងខ្ញុំកូរមកត្រឡប់មើលទៅថាប្រហិតជាមួយនឹងប៉ាតេនឹងបានឆ្អិនល្អហើយចុងក្រោយនាងខ្ញុំបានចាក់បង្គាចូលហើយសម្រាប់បង្គាយើងកុំរំងាស់យូរពេកកាលណាយើងរំងាស់យូរពេកធ្វើឲ្យសាច់បង្គានឹងឆ្អិនខ្លាំងទៅជាស្វិតសាច់យើងញ៉ាំអត់ឆ្ងាញ់ទេណាបងប្អូនចំពោះខ្ញីពេលបបររបស់យើងបិទភ្លើងសំយើងដាក់ដើម្បីឲ្យបបររបស់យើងនឹងមានក្លិនឈ្ងុយហើយសំខាន់ណារសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរចាឥឡូវការបង្ហាញពីរបៀបធ្វើបបរគ្រឿងសមុទ្ររបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនបានធ្វើញ៉ាំនាងខ្ញុំធានាថាដឹងតែជាប់ចិត្តឯណាជាពិសេសគឺរសជាតិនឹងតែម្ដងបងប្អូនអើយនៅពេលដែលយើងញ៉ាំទៅនិយាយពីថាមានជាតិឆ្ងាញ់ខ្លាំងមែនតែន